សូមគោរពនឹងជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមលេងជាមួយនឹងឆ្នោតយួនបាទថ្ងៃនេះខ្ញុំបាទវិលមកជួបប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាថ្មីគឺយើងបានពំនាំក៏ដូចជាគុណគូយកតម្រុយសម្រាប់បាត់ថ្ងៃថ្មីមកចែកជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់លេងកំសាន្តនៅថ្ងៃទី24ខែ8ឆ្នាំ2026អញ្ចឹងប្រិយមិត្តអរគ្នាដែលចង់បានតម្រុយបាទឆ្នោតយួនដែលច្បាស់ក៏ដូចជាបាទត្រូវណាប្រិយមិត្តអរគ្នាកុំភ្លេចចូលមក Channel ខ្ញុំបាទតម្រុយឆ្នោតអង្វងហើយប្រិយមិត្តដែលមិនទាន់បានចុច like ក៏ដូចជា subscribe កុំភ្លេចចុច like ក៏ដូចជា subscribe ដើម្បីទទួលបាននៅរាល់បាទតម្រុយថ្មីពី Channel ខ្ញុំបាទអញ្ចឹងកុំឲ្យខាតពេលវេលារបស់ប្រិយមិត្តពុកម៉ែបងប្អូនគ្នាយូរយើងមកហៅតម្រុយសម្រាប់បាទពីរលេខនៅថ្ងៃទី24ជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាតែម្ដងទៅអញ្ចឹងសម្រាប់តម្រុយបាទខ្ទង់ទី1បាទគឺយើងមានបាទ07បាទតម្រុយសម្រាប់ថ្ងៃស្អែកទី24បាទហើយតម្រុយទី2បាទគឺយើងមានបាទ43ហើយនឹងតម្រុយខ្ទង់ទី3បាទគឺយើងមានបាទ37អញ្ចឹងសម្រាប់តម្រុយអាពីរលេខគឺយើងបានអានជូនប្រិយមិត្តពុកម៉ែបងប្អូនគ្នាហើយឥឡូវយើងមើលជាមួយនឹង3លេខយើងវិញអា3លេខខ្ទង់ទី1បាទគឺយើងមានបាទ021ហើយនៅខ្ទង់ទី2គឺយើងមានបាទ100បាទ74ហើយខ្ទង់ទី3គឺយើងមានបាទ600បាទ82អញ្ចឹងសម្រាប់3លេខគឺយើងមានតែប៉ុណ្្នឹងទេឥឡូវយើងមកមើលជាមួយនឹងលេខអូសយើងវិញសម្រាប់លេខអូសលេខត្រេងប្រិយមិត្តបាទសម្រាប់បាត់ថ្ងៃស្អែកបាទគឺយើងមានឲ្យពុកម៉ែបងប្អូនគ្នាបាទអូសខ្ទង់8ហើយនឹងខ្ទង់6បាទប្រិយមិត្តអស់គ្នាបាទពេញចិត្តបាទយកអូសបាទលេខណាក៏បានដែរគឺសម្រាប់បាទពុកម៉ែបងប្អូនគ្នាពេញចិត្តបងប្អូនទាំងគ្នាគិតថាលេខណាលេខនាំលៀបនាំសំណាងនាំជោគនាំជ័យនាំសិរិមង្គលជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បាទតម្រុយថ្ងៃទីបាទ24ខែ8នេះបងប្អូនពេញចិត្តយកទៅលេងនៅម៉ោង4:30នាទីល្ងាចក៏បានម៉ោង6:30នាទីយប់ក៏បានអញ្ចឹងតម្រុយបាទសម្រាប់ថ្ងៃទី24នេះគឺខ្ញុំបាទមានតែប៉ុណ្្នឹងទេសម្រាប់បច្ច័យជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាទីចុងក្រោយសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលមើលវីដេអូនេះឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទចូលលេខធំចូលលេខទូចបាទជារៀងរាល់ថ្ងៃបាទឲ្យត្រូវតាធំឲ្យត្រូវតាទូចឲ្យមានលៀបមានជ័យហើយសូមគោរពអរគុណនិងគោរពលាជួបគ្នានៅវីដេអូតម្រុយថ្ងៃស្អែក